សូមស្វាគមន៍ទស្សនិកជនទាំងអស់គ្នាមកកាន់កម្មវិធីព័ត៌មានពិសេសរបស់យើងខ្ញុំនៅល្ងាចនេះយើងខ្ញុំសូមនាំអ្នកទាំងអស់គ្នាធ្វើដំណើរឆ្លងកាត់ទ្វីបទឹកកកទៅកាន់តំបន់អាកទិកដែលជាទឹកដីដ៏អាក្រក់បំផុតមួយនៅលើភពផែនដីនៅទីនេះសីតុណ្ហភាពអាចធ្លាក់ចុះដល់ដក50អង្សាសេហើយខ្យល់បក់បោកយ៉ាងខ្លាំងក្លាប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺជីវិតនៅតែបន្តកើតមានហើយរៀងរាល់ឆ្នាំយើងបានឃើញបាតុភូតដ៏អស្ចារ្យមួយគឺការធ្វើដំណើរចំណាកស្រុកដ៏វែងឆ្ងាយរបស់សត្វព្រៃជំពូកទី1ទឹកដីនៃទឹកកកនិងការតស៊ូតំបន់អាកទិកគឺជាតំបន់មួយដែលស្ថិតនៅជុំវិញប៉ូលខាងជើងគ្រប់ដណ្ដប់ទៅដោយមហាសមុទ្រទឹកកកនិងដីទឹកកកដ៏ធំល្វឹងល្វើយវាជាផ្ទះរបស់សត្វព្រៃប្លែកជាច្រើនប្រភេទដែលបានសម្របខ្លួនទៅនឹងបរិស្ថានដ៏ត្រជាក់ខ្លាំងនេះអស់រយៈពេលរាប់ពាន់ឆ្នាំប៉ុន្តែសូម្បីតែសត្វដែលធន់បំផុតក៏ដោយក៏មិនអាចស៊ូទ្រាំនឹងរដូវរងាដ៏យូរអង្វែងនិងងឹតបានដែរនៅពេលដែលព្រះអាទិត្យបាត់ទៅក្នុងជើងមេឃហើយសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំងសត្វទាំងនេះមានជម្រើសតែពីរប៉ុណ្ណោះគឺគេងលក់ស៊ីជីពេញមួយរដូវឬធ្វើដំណើរទៅកាន់តំបន់ដែលកក់ក្ដៅជាងជំពូកទី2រ៉ូម៉ាំងកងទ័ពជើងទឹកកកតួឯកសំខាន់ដំបូងគេដែលយើងឃើញនៅក្នុងវីដេអូឯកសារនេះគឺសត្វវ៉ាម៉ាំងឬការ៉េប៊ូCaribouពួកវាជាសត្វដែលធ្វើដំណើរចំណាកស្រុកដ៏វែងឆ្ងាយជាងគេបំផុតនៅលើដីជារៀងរាល់ឆ្នាំហ្វូងរ៉ូម៉ាំងរាប់រយពាន់ក្បាលបានធ្វើដំណើរចម្ងាយជាង5,000 គីឡូម៉ែត្រដោយឆ្លងកាត់វាលទំនាបទឹកកកទន្លេទឹកកកនិងភ្នំខ្ពស់ការធ្វើដំណើរនេះចំណាយពេលរាប់ខែអ្នករាយការណ៍បានពណ៌នាថាវាជាទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយហ្វូងសត្វយក្សដើរជិះជួរវែងដូចជាទន្លេនៃសាច់ឈាមដែលហូរកាត់ទេសភាពពណ៌ប៉ុន្តែដំណើរនេះពោរពេញទៅដោយគ្រោះថ្នាក់នៅតាមផ្លូវចោកបានតាមប្រមាញ់ពួកវាដោយមិនចេះនឿយហត់សត្វវ៉ាម៉ាំងដែលទន់ខ្សោយឈឺរបួសងាយនឹងក្លាយជាចំណីយ៉ាងងាយមិនត្រឹមតែប៉ុណ្ណោះការឆ្លងកាត់ទន្លេទឹកកកក៏ជាគ្រោះថ្នាក់ដ៏ធំមួយដែរទឹកកកអាចបាក់បែកនៅពេលណាមួយហើយសត្វវ៉ាម៉ាំងរាប់ពាន់ក្បាលអាចនឹងធ្លាក់ចូលទៅក្នុងទឹកត្រជាក់ខ្លាំងហើយស្លាប់ដោយសារការថយកម្ដៅជំពូកទី3ត្រីសាម៉ុងការធ្វើដំណើរប្រឆាំងនឹងទឹកធ្លាក់ប្រសិនបើអ្នកគិតថាការធ្វើដំណើររបស់រមាំងគឺលំបាកហើយចូលរង់ចាំមើលរឿងរ៉ាវរបស់ត្រីសាម៉ុងត្រីសាម៉ុងកើតនៅក្នុងទន្លេទឹកសាបបន្ទាប់មកវាហែលទៅរស់នៅក្នុងមហាសមុទ្រអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែនៅពេលដែលវាធំពេញវ័យសភាវកិច្ចបានជំរុញឲ្យវាត្រឡប់ទៅកន្លែងកំណើតវិញដើម្បីបន្តពូជវីដេអូឯកសារបានបង្ហាញយ៉ាងច្បាស់ពីទិដ្ឋភាពនេះត្រីសាម៉ុងរាប់ពាន់ក្បាលហែលទប់ទឹកធ្លាក់យ៉ាងខ្លាំងក្លាលោតឡើងលើថ្មប៉ុន្តែត្រូវទឹកហូរបក់បោកមកវិញពួកវាស៊ូម្ដងហើយម្ដងទៀតរហូតដល់អស់កម្លាំងខ្លាឃ្មុំតំបន់ពោនិងសត្វស្លាបធំបានតាំងទីតាំងនៅតាមដងទន្លេដើម្បីចាំចាប់ត្រីសាម៉ុងដែលលោតមិនរួចការធ្វើដំណើរនេះគឺជាការលះបង់ដ៏ធំធេងមួយបន្ទាប់ពីពង្រួចត្រីសាម៉ុងភាគច្រើនបានស្លាប់បាត់បង់ជីវិតប៉ុន្តែសាកសពរបស់វាក្លាយទៅជាប្រភពអាហារដ៏សំខាន់សម្រាប់សត្វទៃទៀតនិងធ្វើឲ្យដីមានជីជាតិជំពូកទី4បក្សីទឹកដំណើរឆ្លងទ្វីបបក្សីទឹកគឺជាអ្នកធ្វើដំណើរដ៏អស្ចារ្យបំផុតមួយចំនួនពួកវាធ្វើដំណើរពីតំបន់អាកទិកទៅកាន់តំបន់ត្រូពិកដោយឆ្លងកាត់មហាសមុទ្រនិងទ្វីបជាច្រើនបក្សីតូចមួយប្រភេទឈ្មោះ Arctic Tern ធ្វើដំណើរបានចម្ងាយជាង70,000 គីឡូម៉ែត្រក្នុងមួយឆ្នាំដោយហើរពីប៉ូលខាងជើងទៅប៉ូលខាងត្បូងហើយត្រឡប់មកវិញវីដេអូឯកសារបានបង្ហាញពីការហោះហើរដ៏ស្រស់ស្អាតរបស់បក្សីទាំងនេះនៅពេលដែលវាបង្កើតជារូបរាងផ្សេងនៅលើមេឃដូចជាក្រុមអ្នកប្រយុទ្ធដែលកំពុងហ្វឹកហាត់ពួកវាប្រើប្រាស់ខ្យល់និងចរន្តខ្យល់ដើម្បីសន្សំសំចៃថាមពលជំពូកទី5ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុអ្នករាយការណ៍បានលើកឡើងពីបញ្ហាដ៏ធ្ងន់ធ្ងរមួយការប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដល់ដំណើរចំណាកស្រុកទាំងនេះទឹកកកសមុទ្រកំពុងរលាយលឿនជាងមុនដែលធ្វើឲ្យសត្វខ្លាឃ្មុំតំបន់ពោបាត់បង់កន្លែងបរបាញ់សីតុណ្ហភាពកើនឡើងធ្វើឲ្យទន្លេកូលីមុនពេលកំណត់បង្កគ្រោះថ្នាក់ដល់សត្វវ៉ាម៉ាំងហើយការប្រែប្រួលនៃចរន្តមហាសមុទ្រអាចធ្វើឲ្យត្រីសាម៉ុងវង្វេងផ្លូវការសិក្សាថ្មីបង្ហាញថាចំនួនសត្វវ៉ាម៉ាំងនៅតំបន់ខ្លះបានថយចុះរហូតដល់50ក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះត្រីសាម៉ុងក៏កំពុងប្រឈមនឹងការថយចុះយ៉ាងខ្លាំងដែរដោយសារការនេសាទហួសកម្រិតនិងការបំផ្លាញទីជម្រកការសន្និដ្ឋានវីដេអូឯកសារនេះបានបញ្ចប់ដោយការអំពាវនាវដ៏ស្មោះអំពីតម្រូវការក្នុងការការពារបរិស្ថានអ្នករាយការណ៍បាននិយាយថាការធ្វើដំណើរទាំងនេះគឺជាអច្ឆរិយៈធម្មជាតិមួយប្រសិនបើយើងមិនចាត់វិធានការឥឡូវនេះទេកូនចៅជំនាន់ក្រោយអាចនឹងឃើញតែដំណើរទាំងនេះនៅក្នុងការថតវីដេអូប៉ុណ្ណោះ
យើងទាំងអស់គ្នាមានតួនាទីក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ការពារព្រៃឈើនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករាល់សកម្មភាពតូចតាចរបស់យើងសុទ្ធតែអាចជួយសង្គ្រោះជីវិតសត្វទាំងនេះបាននេះជាការបញ្ចប់របាយការណ៍ពិសេសពីតំបន់អាកទិកសូមអរគុណសម្រាប់ការតាមដានសូមជួបគ្នាថ្មីក្នុងកម្មវិធីក្រោយ